តើផ្ទះបែកទ្របនោះយ៉ាងណាផ្ទះបែកទ្របនោះវាមានឥទ្ធិពលថារមែងមិនសល់ទ្របរមែងបានទ្របមកបានប្រាក់មកគឺវាមិននៅនឹងដៃដោយសារវាខ្ចាត់វាផ្លាត់វាអស់វាវិនិច្ឆ័យទៅតែនៅក្នុងរឿងឥតប្រយោជន៍តើផ្ទះបែកទ្របនោះមានប្រភេទមានបែបបទយ៉ាងណាបាទនេះជាតួផ្ទះតួផ្ទះនេះទ្វារចូលបាទទ្វារចូលតាមនេះទ្វារចូលតាមនេះកាលណាបើផ្ទះបាទផ្ទះណាដែលមានទ្វារចូលមកចឹងហើយមកវែងមកចឹងវែងមកចឹងហើយគាត់ធ្វើអីមកចំហៀងបាទធ្វើអីមកចំហៀងចឹងធ្វើបន្ទប់ធ្វើអីអាហ្នឹងតែជារឿងរបស់គាត់វាមានលក្ខណៈយ៉ាងម៉េចនៅពេលដែលសម្បត្តិឥទ្ធិពលទ្របពីធម្មជាតិវាចូលតាមទ្វារមកវាចូលតាមទ្វារតាមរយៈខ្យល់បក់ចូលមកបាទដោយសារវាមានរយៈពេលវែងឆ្ងាយមកយ៉ាងហ្នឹងបាទវាបុកមកវាអត់មានកន្លែងសម្រាកវាអត់មានកន្លែងប្រេកបាទវាវែងឆ្ងាយពេកដំណើរវាឆ្ងាយវាខ្លាំងមកដល់បុកនឹងជញ្ជាំងខាងក្រោយដែលមានចម្ងាយឆ្ងាយអញ្ចឹងបាទវាធ្វើឲ្យបែកឥទ្ធិពលបែកកម្លាំងទ្របបែកកម្លាំងលុយពីធម្មជាតិចឹងហើយទ្របដែលរកបានសម្បត្តិដែលរកបានលុយដែលរកបានមកបានវាមិនសល់វាមិនកលវាមិនកើនបាទវាមិនកើនធ្វើឲ្យជីវភាពរបស់យើងហ្នឹងដែលនៅផ្ទះរបៀបហ្នឹងវាអត់មានការអភិវឌ្ឍទៅមុខបាទផ្ទះប្រភេទហ្នឹងកុំថាទ្វារកន្លែងនេះទ្វារកន្លែងនេះក៏ដោយទ្វារកន្លែងនេះក៏ដោយទ្វារកន្លែងណាក៏ដោយឲ្យតែទ្វារពីមុខចឹងមកហើយមានប្រឡោះឆ្ងាយចឹងមកបាទផ្ទះប្រភេទនេះនៅក្នុង4ហុងស៊ុយហៅថាជាផ្ទះបែកទ្របវាប្រៀបវាដូចជាបាល់ដែលបែកហើយប្រើមិនកើតចានដែលបែកហើយប្រើមិនកើតកែវដែលបែកហើយប្រើមិនកើតយ៉ាងណាមិញទ្របធន់ពីធម្មជាតិកម្លាំងឥទ្ធិពលដែលជះហុងស៊ុយពីធម្មជាតិដែលចូលមកវាប៉ះនឹងផ្ទះរបៀបនេះចូលមករយៈឆ្ងាយវាប៉ះទៅវាមានកម្លាំងខ្លាំងពេកវាបែកបាទប្រៀបដូចខ្យល់ចឹងតែកាលណាខ្យល់វាល្មមបាទវាស្រួលខ្លួនបាទយើងអាចយកប្រយោជន៍ពីខ្យល់បានប៉ុន្តែដល់ខ្យល់ខ្លាំងពេកវាคล้ายទៅជាខ្យល់ព្យុះទឹកយ៉ាងនោះដែរទឹកបើល្មមយើងអាចប្រើប្រាស់បានតែបើទឹកច្រើនពេកវាទៅជាទឹកជន់វាលើសពីចំណោះដែលយើងអាចទ្រាំទ្រដែលយើងអាចប្រើប្រាស់បានបាទអរគុណ